អ្នកមានសញ្ញាទាំង4នេះជាមនុស្សឆ្លាតមានសមត្ថភាពពូកែតែអត់ដឹងខ្លួនទេមនុស្សឆ្លាតពិតប្រាកដមិនចាំបាច់ត្រូវការបង្ហាញខ្លួនឯងខ្លាំងនោះទេពួកគេច្រើនតែស្ងប់ស្ងាត់និងមិនដឹងថាខ្លួនឯងមានសមត្ថភាពលើសពីអ្នកដទៃបើអ្នកមានសញ្ញាទាំង4ខាងក្រោមនោះអ្នកគឺជាមនុស្សឆ្លាតនិងមានសមត្ថភាពពូកែជាងអ្វីដែលអ្នកគិត 1. អ្នកចូលចិត្តសួរសំណួរនិងស្វែងយល់ច្រើនមនុស្សឆ្លាតមិនមែនជាអ្នកដែលដឹងអ្វីគ្រប់យ៉ាងទេតែជាអ្នកដែលចង់ដឹងអ្វីគ្រប់យ៉ាងបើអ្នកតែងតែសួរហេតុអ្វីដូចម្ដេចនិងចូលចិត្តសិក្សារឿងថ្មីនោះគឺជាសញ្ញានៃភាពឆ្លាតវៃខ្ពស់ 2. អ្នកអាចសម្របខ្លួនបានល្អនៅគ្រប់ស្ថានភាពមនុស្សដែលមានសមត្ថភាពពូកែអាចបត់បែនបានងាយទោះជួបបញ្ហាឬការផ្លាស់ប្ដូរពួកគេមិនភ័យភ្ញាក់តែព្យាយាមរកដំណោះស្រាយបើអ្នកអាចសម្របខ្លួនបានលឿននោះអ្នកមានសមត្ថភាពខ្ពស់ 3. អ្នកចូលចិត្តនៅម្នាក់ឯងនិងគិតច្រើនមនុស្សឆ្លាតច្រើនតែត្រូវការពេលវេលានៅម្នាក់ឯងដើម្បីគិតនិងស្ដារថាមពលបើអ្នកចូលចិត្តនៅស្ងៀមមិនចូលចិត្តហ្វូងមនុស្សច្រើនពេកនិងចូលចិត្តគិតអំពីជីវិតនោះគឺជាសញ្ញានៃភាពឆ្លាតខាងក្នុង 4. អ្នកមិនចូលចិត្តបង្ហាញខ្លួននិងមិនអួតមនុស្សពូកែពិតប្រាកដមិនចាំបាច់អួតអំពីសមត្ថភាពរបស់ខ្លួនពួកគេធ្វើការដោយស្ងៀមស្ងាត់និងទុកឲ្យលទ្ធផលនិយាយជំនួសបើអ្នកមិនចូលចិត្តបង្ហាញខ្លួននិងមានភាពបន្ទាបខ្លួននោះអ្នកកាន់តែមានតម្លៃសេចក្តីសន្និដ្ឋានមនុស្សឆ្លាតនិងមានសមត្ថភាពពូកែច្រើនតែមិនដឹងខ្លួនថាខ្លួនឯងពូកែបើអ្នកមានសញ្ញាទាំង4នេះសូមជឿជាក់លើខ្លួនឯងបន្ថែមអ្នកមិនមែនធម្មតាទេអ្នកមានសក្តានុពលច្រើនជាងអ្វីដែលអ្នកគិតចាប់ផ្ដើមប្រើសមត្ថភាពរបស់អ្នកឲ្យបានពេញលេញទៅ